រក្សាទុកគេហទំព័រ save web page របៀបថតយក web page ទុកក្នុងកុំព្យូទ័រណាអញ្ចឹងទី1អ្នកចុចលើពាក្យ file ទី2ជ្រើសរើសយកពាក្យថា save page as ទី3ជ្រើសរើសយកទីតាំងឧទាហរណ៍ថា drive ID ទី4វាឈ្មោះចូលឧទាហរណ៍ថា web 2ទី3ចុចលើ save តោះអញ្ចឹងយើងមើលទាំងអស់គ្នានេះនៅក្នុង web page នេះមួយណាអញ្ចឹងយើងមាន web page នេះហើយឧទាហរណ៍ថាឥឡូវយើងចង់បានពុក web page ហ្នឹងទុកអញ្ចឹងទី1យើងគ្រាន់តែចុចលើពាក្យថា file ទី2យកពាក្យថា save as ទី3គឺយើងចាប់ផ្ដើមត្រូវទីតាំងគឺក្នុង drive ID ទី4នេះឈ្មោះវានេះគឺគេ everyday.com.ph អញ្ចឹងខ្ញុំត្រូវការវេឈ្មោះថែមមកឧទាហរណ៍ថាខ្ញុំបើកវងកញ្ចក់តទៀតដាក់វត្តថាweb 2បិទវងកញ្ចក់វិញអញ្ចឹងមានន័យថាឈ្មោះ file យើងគឺ everyday.com.ph ណាវត្តថា page 2នៅក្នុង drive ID រួចចុចលើពាក្យ save ប៊ូតុងអញ្ចឹងយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាពេល save បានហើយយើងមកមើលក្នុង drive ID យើងនេះអញ្ចឹងឃើញហើយនេះគេ everyday.com.ph វត្តថា web 2យើងវាចេញជា page លក្ខណៈបែបនេះយើងមើលតែម្ដងឬក៏យើងអាចយកតាមមួយវិធីទៀតគឺយើងមិនយក web page ទាំងអស់ទេឧទាហរណ៍ថាខ្ញុំពេញចិត្តនឹងព័ត៌មាននេះមួយព័ត៌មានពិសេសនេះមួយអញ្ចឹងគឺខ្ញុំคลิกលើអានបន្ថែមនេះមកបន្តមកទៀតពេលហ្នឹងវាចេញជាផ្ទាំងចេះមកហើយខ្ញុំចាប់ផ្ដើម copy តែម្ដងខ្ញុំ copy ពីលើនេះមកតែម្ដងមកខ្ញុំស្លេចលើជាប់នេះតាំងពីលើនេះស្លេចវាចុះក្រោមមកដល់នេះត្រឹមខាងនេះរួចខ្ញុំមកស្ដាមយកពាក្យថា copy បន្តមកទៀតខ្ញុំបើក Microsoft Word ទី1ចុចលើ start ទី2ចុចលើពាក្យថា Microsoft Word 2010នេះមកតមកទៀតខ្ញុំចុចលើ home យកពាក្យថា pass អញ្ចឹងពេលហ្នឹងគឺខ្ញុំបានព័ត៌មានមួយហើយគឺព័ត៌មានហ្នឹងគឺព័ត៌មានដែលខ្ញុំបាន copy មកពី website តែម្ដងណាអញ្ចឹងឧទាហរណ៍ផ្សេងទៀតដែរយើងចង់បានព័ត៌មានផ្សេងទៀតយកមកដាក់ខាងក្រោមហ្នឹងអញ្ចឹងទី1យើងទៅលើ website page របស់យើងរួចហើយបានយើងคลิกលើពាក្យថាហោរាសាស្ត្រឧទាហរណ៍ថាខ្ញុំពេញចិត្តនេះរូបឆ្នាំជូរនេះមួយខ្ញុំคลิกលើហ្នឹងតទៀតអញ្ចឹងនេះហោរាសាស្ត្រនេះអញ្ចឹងគឺខ្ញុំស្លេចលើហ្នឹងដើម្បី copy យកតែម្ដងតមកទៀតខ្ញុំ right click យកពាក្យថា copy ហើយខ្ញុំបើក Microsoft Word ខ្ញុំអំបញ្ញមិញនេះហើយខ្ញុំ right click យកពាក្យថា pass អញ្ចឹងនេះឆ្នាំជូតហោរាសាស្ត្រថ្ងៃទី12ខែឧសភាឆ្នាំ2012ហ្នឹងគឺរាសីឡើងខ្ពស់តែម្ដងអញ្ចឹងប៉ុណ្្នឹងឯងពេលយើង copy បានហើយអស់ហើយយើងអាច save file នឹងទុកទៅឧទាហរណ៍ខ្ញុំទុកនៅក្នុង drive ID រួចហើយខ្ញុំវាយពាក្យថាdocument from everyday.com.ph ហើយខ្ញុំចុចពាក្យថា save អញ្ចឹងយើង close Word យើងមកវិញមកអញ្ចឹងនេះយើងផ្ទៀងផ្ទាត់មើលយើងមាន website មួយមានឯកសារមួយគឺ document from everyday.com នេះអញ្ចឹងគឺយើងមើល scroll មកវាមានព័ត៌មាននៅខាងក្រោមនេះតែម្ដងអូខេ